បងប្អូនអរគ្នានេះគឺជារថយន្តប្រណាំងបងប្អូនខ្ញុំកំពុងតែជិះនេះសំឡេងយ៉ាងលឺបន្តិចបងប្អូនប៉ុន្តែរថយន្តនេះខ្លាំងមែនតើបងប្អូននៅពេលដែលយើងគាត់ទៅជន់បន្តិចគឺស្ទុះវតែម្ដងបងប្អូនហើយបងប្អូនអាចពិនិត្យមើលថារថយន្តមួយនេះណាគឺត្រូវបាន design ឡើងត្រូវបានរចនាយ៉ាងឡើងស្អាតមែនតើបងប្អូនពិសេសមែនតើបងប្អូនវ៉ានេះបើជន់បន្តិចគឺវហ្មងនេះបងប្អូននេះអូនេះជារថយន្តប៉ុណ្ណាំងដែលស្អាតដែលប៉និតមែនតើណាបងប្អូនណាដែលយើងហៅឈ្មោះផ្លូវការយើងហៅថា Go Kart បងប្អូនប៉ុន្តែបងប្អូនមើលការ design នេះបងប្អូនស្អាតមែនតើណាបងប្អូនហើយបើនិយាយថាពីល្បឿនរបស់វាវិញណាជន់មករាវគឺទៅវតែម្ដងដូចខ្ញុំបានសាក់មិញឲ្យបងប្អូនមើលអញ្ចឹងណាបងប្អូនណាបងជំរាបសួរម្ដងទៀតបងបាទរថយន្តនេះបងពិសេសមែនតើជន់វតែម្ដងចង់សួរបងតិចថារថយន្តនេះបងឆ្នៃឡើងបងរចនាខ្លួនឯងផ្ទាល់តែម្ដងមែនទេបងបាទនេះដោយកូនខ្ញុំផ្ទាល់តែម្ដងបាទកូនខ្ញុំគេចូលចិត្តខាងរថយន្តនេះច្រើនអញ្ចឹងក៏ធ្វើទៅហើយធ្វើនេះមានគោលបំណងបងប្អូនដែលមានសួនមានរីសតអីយើងអាចដាក់បានមានទីធ្លាមួយទៅយើងដាក់ដើម្បីទាក់ទាញអតិថិជនការ design នេះគឺយើង design ដោយផ្អែកទៅលើអ្វីដែរមើលបរទេសក៏គេមានធ្វើអញ្ចឹងដែរបាទក៏យើងធ្វើតែបែបលក្ខណៈខ្មែរដូចជាឈ្មោះអីជាដើមយើងធ្វើជាឈ្មោះរបស់យើងទេបាទពេលខ្លះបងប្អូនឃើញតែស្តៀងគ្នាថាបោះបរទេសតាមពិតមិនមែនទេយើងកែច្នៃតម្លើងវាឡើងគឺដាក់ឈ្មោះយើងទាំងអស់គ្នាសូម្បីតែឈ្មោះនៅទីនេះក៏ឈ្មោះខ្ញុំដែរនៅកន្លែងនេះយើងធ្វើម៉ាស៊ីននេះយើងធ្វើរបៀបម៉េចដែរបងមានកម្លាំងយ៉ាងម៉េចអីយ៉ាងម៉េចដែរម៉ាស៊ីននេះមានកម្លាំង18សេសហើយបើធ្លាប់តែមាននំចូលមកកម្ពុជាមានអ្នកកន្លែងខ្លះគេអត់ប្រើអូតូប្រភេទនេះទេអូតូប្រភេទនេះវាថ្លៃបាទតែវាមានល្បឿនលឿនរហ័សអញ្ចឹងណាគេប្រើអូតូប្រភេទផ្សេងអញ្ចឹងនេះបកអនុខាងនេះបាទអានេះវាមានតម្លៃថ្លៃណាអូកន្លែងនេះមែនបងបាទអានេះវាដូចជារៀងអាคลิกណាបាទជនគឺវាមាន defa ខ្លាំងអូហ្នឹងហើយតែបើរបស់គេអត់មានហ្នឹងទេស្រុកខ្មែរដែលនំចូលមកណាអានេះតម្លៃខ្ពស់ជាងអញ្ចឹងមិនយើងបោកតែបងប្អូនខ្លះចង់បានថោកទៅយើងក៏បោកតម្លៃឲ្យទាបទៅតែបើចង់បានស្ទុះលឿនខ្លាំងក៏ដាក់នេះអញ្ចឹងមានន័យថារថយន្តមួយនេះបងធ្វើទុកសម្រាប់លក់ដែរមែនទេបងបាទធ្វើសម្រាប់លក់ឲ្យបងប្អូនចូលចិត្តខ្ញុំអាចធ្វើលក់ឲ្យបានអូយដោយឡែកម៉ាស៊ីននេះយើងប្រើសាំងឬក៏ប្រើអីបងម៉ាស៊ីននេះយើងប្រើសាំងបាទប្រើសាំងតែយើងអាចបំពាក់ហ្គាសនៅពេលណាដែលបងប្អូនទិញខ្ញុំចំនួនច្រើនខ្ញុំបំពាក់ហ្គាសអូបើន័យថាគំរូមួយនេះគឺបងធ្វើយើងប្រើសាំងតែបើសិនបើយើងអាចប្រើហ្គាសក៏បានប្រើហ្គាសក៏បានបើសិនជាដល់អគ្គិសនីទៀតបានទេបងអគ្គិសនីបានក៏ប៉ុន្តែយើងមានតម្លៃខ្ពស់ជាងអញ្ចឹងក្រែងបងប្អូនមិនហ៊ានចំណាយលុយតិចណាអគ្គិសនីវាថ្លៃជាងបាទចុះបើគាត់ចង់យកទៅជិះជាលក្ខណៈគ្រួសារផ្ទាល់ខ្លួនក៏លក្ខណៈឯកជននេះបានទេបងអាចបានលុះណាតែមានទីធ្លាខ្លួនឯងបាទយើងអាចឡើងលើផ្លូវជាតិបានទេវាខុសច្បាប់បាទអានេះសត្វតែជាយើងបង្កើតឡើងទាំងអស់មែនទេបងអានេះយើងធ្វើខ្លួនឯងដៃនេះបាទហើយកន្លែងនេះអីយើងធ្វើខ្លួនឯងទាំងអស់មែនទេបងធ្វើខ្លួនឯងអស់កៅអីនេះយើងធ្វើបែបនេះជាលក្ខណៈជាខ្មែរនេះបាទភ្លៀងមកយើងអត់ខ្វល់ទេព្រោះរបស់នេះវាត្រូវការហាលភ្លៀងបានអញ្ចឹងណាបើហាលភ្លៀងបានហើយកៅអីនេះវាមិនចាំបាច់ដាក់ពូកដូចកៅអីឡានយើងទេអញ្ចឹងត្រូវភ្លៀងវាជុកទឹកបាទអានេះយើងធ្វើផ្លែកៗមកពីគេបាទតន់បងហើយកន្លែងនេះដៃនេះគឺគាត់ design មកដៃអ៊ីណុកនេះគឺស្អាតមែនតើបងប្អូនបាទយើងកាន់មកដូចទំនងហ្មងណាដូចចង់គួរឲ្យចង់ជិះហ្មងណាបងប្អូនអានេះយើងកន្លែងដែលយើងមួយផ្ដាច់នៅពេលដែលមានបញ្ហាឬក៏គុកពេលអីផ្សេងៗបាទបាទហើយមួយទៀតនៅខាងនោះគឺមានអាគុយមួយដែរបងប្អូនហើយកន្លែងនេះគឺម៉ាស៊ីនណាហើយបើយើងមកមើលនៅខាងមុខនេះបងប្អូនគឺមានប៊ូតុងនេះប៊ូតុងចាប់ផ្ដើមមានថាប៊ូតុងយើងសម្រាប់បញ្ជាឲ្យវាឆេះដេឲ្យវាឆេះហើយនឹងប៊ូតុងចុចបញ្ឈប់ដែរហើយកន្លែងនេះគឺមានកងតាក់វាបងប្អូនណានេះយើងចង់បើកយើងចង់បិទឃើញទេបងប្អូនហើយកន្លែងនេះគឺការ design នេះយើងអត់សូវប្រើអីច្រើនទេបងប្អូនព្រោះដោយសារនៅខាងនេះភាគច្រើនគឺដែកមែនទេបងយើង design ទៅជាដែកហើយខាងនេះកុំច្រឡំថាប្រាំងណាបងប្អូននេះហ្គាណាខាងនេះហើយខាងនេះទៅជាប្រាំងអញ្ចឹងបងប្អូនខ្លះដែលធ្លាប់ខាងស្ដាំប្រាំងអីគឺអត់ត្រូវទេខាងស្ដាំនេះហ្គាខាងទួយនេះប្រាំងវិញបងប្អូនណាពណ៌វាយើង design ទៅតាមតែពណ៌ដែលយើងចង់បានទេមែនទេបងបាទយើងចង់ដាក់ពណ៌ណាក៏បានពណ៌ណាក៏បានដែរអានេះនៅបិទតែមទៀត
អត់តបានបတ်តែមទេយើងបាញ់ពណ៌យកហើយយើងមានតែមបတ်ទៀតដោយសារយើងរវល់ក៏យកអត់តបានធ្វើ អញ្ចឹងមានន័យថារថយន្តមួយនេះហ่าបងប្អូនបើសិនបើយើងបတ်តែមទៀតមិនដឹងថាស្អាតប៉ុណ្ណាទេ យើងលេងតែម មើលទៅលេងទៅពិសេសប៉ុណ្ណាបងប្អូនព្រោះដោយសារដឹងស្រាប់ហើយថារថយន្តប៉ុណ្ណឹងគឺគេអត់ទុកតទេអញ្ចឹងទេគឺគេលេងពណ៌គេលេងអីមើលទៅស្អាតគួរឲ្យចង់ជិះគួរឲ្យចង់ប៉ុណ្ណឹងមែនដែរបងប្អូន បងប្អូននៅកន្លែងនេះក៏មានកុងទ័រលបឿនដែរបងប្អូននេះប៉ុន្តែអានេះដោយសារយើងអត់បើកអញ្ចឹងវាអត់លោតកុងទ័រមកទេបាទតម្លៃប្រហែលដែរបង តម្លៃយើងមាន 1,800 1,900 អាច 2,300 អូអាហ្នឹងវាខុសគ្នាមិនបង ខុសគ្នាដែលថាកម្លាំងសេះ បាទ ទី1ទី2ទៀតយើងធ្វើនេះដាក់ inox ច្រើនដែរ បាទ អញ្ចឹងបើតម្លៃរៀងទៀតយើងអត់បានដាក់ inox ទេ inox វាមានតម្លៃថ្លៃ បាទ តែបើ inox ទាំងអស់វាថ្លៃជាងនោះទៀតក៏ប៉ុន្តែពេលថ្លៃពេកខាច់បងប្អូនមិននេះណាមិន ចង់បានតម្លៃទៀតណា កន្លងមកធ្លាប់មានអ្នកកំងច្រើនទេបង អត់តន់ទេអានេះក៏អត់សាកល្បងលើកទី1ទេ អូ បាទ ចំនួនទី1អានេះ បាទ ណា បាទទី1 ប៉ុន្តែមានអ្នកចាប់អារម្មណ៍ច្រើននេះបង មានតែចាប់អារម្មណ៍ចង់កំងដែរ អូអានេះប្រហែលជាប៉ុន្មានគីឡូបងឡាននេះ អូអត់បានថ្លឹងគីឡូ អូ អត់បានចាប់អារម្មណ៍ថ្លឹងគីឡូតែពេលយើងធ្វើចេញលក់ប្រហែលជាអាចមានពលមានល្បិចច្រើន បាទបងប្អូនយើងដែលគាត់ចង់ទំនាក់ទំនងបងអាចផ្ដល់លេខទូរស័ព្ទឬក៏ Telegram អីឲ្យគាត់ សិនជាបងប្អូនតម្រូវការឡានប៉ុណ្ណឹងនេះអាចតិចតួយើងខ្ញុំបានលេខទូរស័ព្ទ092 222 000 មួយទៀត017 41 20 គាត់ បាទពីប្រព័ន្ធនេះក៏បានដែរអាចនិយាយមកខ្ញុំបានហើយមិនតែប៉ុណ្្នឹងទេបងប្អូនចង់ធ្វើអីផ្សេងអាចមកពិភាក្សាជាមួយខ្ញុំបាទអញ្ចឹងមានជំរើសច្រើន បាទមានជំរើសច្រើន បាទអរគុណច្រើនបងបាទជំរាបលាបង